សហរដ្ឋអាមេរិកនិងហ្វីលីពីនចាប់ផ្ដើមធ្វើសម្ពយុទ្ធយោធាប្រចាំឆ្នាំចំពោះមុខសង្គ្រាមអ៊ឺរ៉ង់កងទ័ពអាមេរិកនិងហ្វីលីពីនដោយមានការចូលរួមពីកងទ័ពជប៉ុនផងនោះបានចាប់ផ្ដើមបើកធ្វើសម្ពយុទ្ធយោធាប្រចាំឆ្នាំនៅថ្ងៃច័ន្ទទី20ខែមេសាឆ្នាំ2026បើទោះជាសហរដ្ឋអាមេរិកកំពុងជាប់ដៃក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សម្ពយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីនថា Balikatan ឬប្រគាកស្មានិងប្រព្រឹត្តទៅដោយមានការបាញ់គ្រាប់ពិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីនទល់មុខនឹងច្រកសមុទ្រតៃវ៉ាន់ព្រមទាំងខេត្តមួយស្ថិតនៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាទីដែលហ្វីលីពីននិងចិនតែងតែប្រឈមមុខដាក់គ្នាជារឿយៗលោកវរៈសេនីយ៍ឯក Denis Hernandez ជាអ្នកនាំពាក្យរបស់យោធាហ្វីលីពីនបាននិយាយថាយោធាជប៉ុនដែលបានបញ្ជូនកងទ័ព 1400 នាក់មកចូលរួមក្នុងសម្ពយុទ្ធយោធា Balikatan ដែលនោះនឹងប្រើប្រាស់មីស៊ីល Cruise Type 88 មួយគ្រាប់បាញ់ពន្លិចដោយគោលដៅដែលត្រូវបានរៀបចំទុកនៅឆ្នេរពើយនៃភាគខាងជើងប្រទេសហ្វីលីពីនកងទ័ពច្រើនជាង 17,000 នាក់ក្នុងនោះមានទាំងកងទ័ពអាកាសនិងជើងទឹកនឹងត្រូវចូលរួមក្នុងសម្ពយុទ្ធ Balikatan មានរយៈពេល19ថ្ងៃក្រៅពីជប៉ុនអូស្ត្រាលីនូវែលសេឡង់បារាំងនិងកាណាដាក៏បានបញ្ជូនកងទ័ពចូលរួមក្នុងសម្ពយុទ្ធនេះដែរ Balikatan ជាឱកាសមួយដើម្បីបង្ហាញពីសម្ព័ន្ធភាពយ៉ាងរឹងមាំរបស់យើងជាមួយហ្វីលីពីននិងបង្ហាញពីការបដិញ្ញាចិត្តរបស់យើងចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហនេះជាការគូបញ្ជាក់របស់លោកវរៈសេនីយ៍ឯកអាមេរិក Robert Burns លោកបានបន្ថែមថាសង្គ្រាមជាមួយអ៊ឺរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ាមិនបានធ្វើឲ្យប៉ះពាល់ដល់ចំនួនកងទ័ពអាមេរិកតែលោកក៏មិនបានបញ្ជាក់អំពីតួលេខជាក់លាក់នៃកងទ័ពអាមេរិកដែលចូលរួមក្នុងសម្ពយុទ្ធនេះដែរគូបញ្ជាក់ថាសម្ពយុទ្ធ Balikatan ធ្វើឡើងចំពេលបត់ឈប់បាញ់ក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នឹងត្រូវអស់សុផនភាពនៅថ្ងៃអង្គារសប្តាហ៍នេះសង្គ្រាមនេះបានធ្វើឲ្យតំបន់ប្រេងឡើងថ្លៃហើយហ្វីលីពីនក៏ស្ថិតក្នុងចំណោមប្រទេសទទួលរងផលប៉ះពាល់ខ្លាំងផងដែរសម្ពយុទ្ធនេះដែលធ្វើឡើងចំពេលទីក្រុងប៉េកាំងកំពុងបង្កើនសម្ពោធយោធាលើតៃវ៉ាន់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយកាលពីខែវិច្ឆិកាឆ្នាំ2025ថាដោយសារតែប្រទេសរបស់លោកមានទីតាំងភូមិសាស្ត្រស្ថិតនៅកៀកទៅនឹងតៃវ៉ាន់ដូច្នេះសង្គ្រាមណាមួយនៅតៃវ៉ាន់ក៏អាចនឹងធ្វើឲ្យហ្វីលីពីនធ្លាក់ចូលក្នុងជម្លោះផងដែរ